It all fell down, it all fell down, it all fell down. បងប្អូនបើជជែកអំពីខ្សែស្រឡាយទៅលើ Toyota Land Cruiser បងប្អូនមិនគួរមើលរំលងទៅលើ Toyota Land Cruiser ប្រភេទ Prado នេះទេ Toyota Prado ស៊េរីថ្មីជាការរចនាបថថ្មីទាំងស្រុងតែម្ដងរួមជាមួយនឹងការ design បែបតាក់ទាញជ្រុងអំណាចកិត្តិយសភាព Toyota Land Cruiser Prado ឬក៏ LC 250នេះបែងចែកជា2បងប្អូនដំណើរការដោយម៉ាស៊ីន Mazut ជាម៉ាស៊ីន 2.8 ដំណើរការដោយ4ស៊ីឡាំងហើយស៊េរីមួយទៀតគឺជាប្រភេទម៉ាស៊ីនសាំងរថយន្តប្រភេទនេះគឺបច្ចុប្បន្ននេះគឺមាននៅក្នុងក្រុមហ៊ុន Toyota Cambodia ហើយសម្រាប់ផ្នែកខាងក្នុងផ្ដល់ជាមួយនឹងជាប្រភេទប្រអប់លេខដំណើរការដោយប្រភេទទាំងលេខដែរនិងលេខអូតូកៅអីអូតូជាប្រភេទកៅអីអូតូសងខាងរួមជាមួយនឹងម៉ាស៊ីនត្រជាក់កៅអីកាមេរ៉ា360ប្រព័ន្ធចាប់ប្រាំងអូតូរក្សាកណ្ដោងរួមជាមួយនឹងបាទកញ្ចក់ខាងក្រោយមានជាមួយនឹងកញ្ចក់ពីកាត់ផងដែរខាងក្រោយ design បាទស្អាតមែនទេបងប្អូនមើលទៅតាក់ទាញមែនទេខ្ញុំណាជាមួយនឹង logo Toyota ពណ៌ខ្មៅអមជាមួយនឹង stop ជ្រុងស៊េរីថ្មីរថយន្តនេះទៅលើតម្លៃ Mazut បងប្អូនបច្ចុប្បន្នតម្លៃ $155,000 តម្លៃទៅលើម៉ាស៊ីនសាំងសុទ្ធគឺ $150,000 ផ្ទាល់តែម្ដងសម្រាប់បងប្អូនដែលមានចំណាប់អារម្មណ៍ចង់សាកសួរបន្ថែមអាចទំនាក់ទំនងមកកាន់ខ្ញុំផ្ទាល់ដុល្លារជាផ្នែកលក់ប្រចាំក្រុមហ៊ុន Toyota សាខាមានជ័យអរគុណច្រើនជួបគ្នាវីដេអូក្រោយ